អនដាត់ចេញមកក្រៅយ៉ាងវែងបោកភ្នែកធំធំខុសធម្មតាតើមនុស្សធម្មតាឯណាទៅធ្វើរឿងបែបនេះកើតទាំងដែលមីងអានមានផ្ទៃពោះថែមទៀតផងពូធីឃើញសភាពខុសប្លែករបស់ប្រពន្ធគាត់បែបនេះហើយគាត់មានការផិតភ័យនិងតក់ស្លុតជាខ្លាំងប៉ុន្តែគាត់ព្យាយាមទប់ស្មារតីជាប់ដោយគាត់មានអារម្មណ៍មិនសូវស្រួលខ្លាំងតាំងពីគាត់ចូលមកដល់ក្នុងផ្ទះដំបូងម្លេះដោយសារតែពូធីក៏ធ្លាប់បួសនិងធ្វើជាកូនសិស្សលោកអស់ជាង5ឆ្នាំដែរកាលពីនៅព្រៃវែងភ្លាមនោះគាត់ក៏បានរត់ទៅយកទឹកមួយផ្តិលនិងធូប3សរសៃមកកូរទឹករួចក៏ផឹកទឹកនោះបន្ទាប់មកក៏ព្រុសទឹកនោះទៅកាន់ប្រពន្ធគាត់ចំនួន3ដងជាប់គ្នាស្រាប់តែមីងអានស្រែកមួយទំហឹងហើយក៏សន្លប់បាត់ស្មារតីក្រោយមកទើបប្រពន្ធរបស់គាត់វិលត្រឡប់មកសភាពដើមវិញនៅពេលនោះមីងអានដឹងខ្លួនប្តីរបស់គាត់ក៏សួរថាឯងយ៉ាងម៉េចហើយម៉ែវាមីងអានក៏តបថាមានរឿងអីកើតឡើងមែនពូធីក៏បានរៀបរាប់ប្រាប់រឿងរ៉ាវខាងលើទៅប្រពន្ធគាត់ប៉ុន្តែប្រពន្ធគាត់ឆ្លើយថាគាត់មិនបានដឹងខ្លួនអ្វីសោះសំបីតែបន្តិចពួកគាត់ទាំងពីរមានការផិតភ័យយ៉ាងខ្លាំងស្អែកឡើងពួកគាត់ក៏នាំគ្នាទៅវត្តស្រោចទឹកក្រោយមកនៅពេលត្រឡប់មកវិញគាត់ក៏បានចូលលេងផ្ទះអ្នកភូមិម្នាក់ហើយគាត់ក៏បានរាយរាប់ពីរឿងរ៉ាវទាំងអស់ដែលបានជួបនោះទៅកាន់អ្នកភូមិម្នាក់នោះបាទអ្នកភូមិម្នាក់នោះគឺជាក្រុមគ្រួសារចាស់ជាងគេហើយនៅក្នុងភូមិមិនជាអ្នកចំណាក់ស្រុកដូចពួកគាត់ទេអ្នកភូមិនោះក៏បានប្រាប់គាត់ថាកុំថាបងបល័យអូនឯងណានៅលើដីរបស់អូនឯងហ្នឹងកាលពីមុនមានដើមពោធិ៍មួយដើមធំខ្លាំងណាស់ហើយកាលពីមុនមានស្ត្រីពពោះម្នាក់មានសុខភាពល្អធម្មតាទេតែពេលឆ្លងទន្លេបែរជាឆ្លងមិនផុតហើយក៏បាត់បង់ជីវិតទៅហើយដឹងអត់គេបានយកសាកសពស្ត្រីពពោះម្នាក់នោះទៅកប់នៅពីក្រោមដើមពោធិ៍នៅលើដីអូនឯងនឹងឯងដោយមិនបានធ្វើបន់ត្រឹមត្រូវព្រោះជីវភាពគ្នាខ្វះខាតពេកហើយគាត់ធ្លាប់ឮថាដីនឹងជាដីចាស់មានបញ្ហាតាំងពីដើមមកម្លេះឮនិយាយតគ្នាថាមុនដែលស្ត្រីពពោះស្លាប់គេយកទៅកប់នៅទីនោះគឺមានដើមពោធិ៍នឹងម្ចាស់ដីចាស់មានកូនប្រុសម្នាក់ដែលមានចំនួនជាមួយនឹងអ្នកធំត្រូវគេវាយធ្វើបាបឲ្យដុតផ្ទះស្លាប់ទាំងគ្រួសារតែម្ដងក្រោយមកក៏លេចឮពាក្យចចាមអារ៉ាមថាមានខ្មោចស្រីពពោះចេញលងនៅក្បែរដើមពោធិ៍នោះដូចជាឈរនៅមាត់ផ្លូវឬក៏អង្គុយយំបំពេកូនជាដើមក្រោយមករដ្ឋក៏បានកាប់ព្រៃតំបន់នោះចេញដើម្បីចែកចាយដីឲ្យប្រជាពលរដ្ឋដូចជាម្ចាស់ដីក្រោយមកទៀតហើយតំណងគេនៅមិនសុខគេក៏លក់ឲ្យឪពុកមីងអាននៅក្នុងតម្លៃថោកទៅដល់ពេលបងឯងមករស់នៅហើយផ្ទះបងឯងក៏សាងសង់នៅពីលើដីដែលមានដើមពោធិ៍នោះផ្ទាល់តែម្ដងទើបមានរឿងរ៉ាវបែបនេះបើតាមបងគិតពូធីស្ដាប់ឮហើយគឺគាត់ហួសចិត្តខ្លាំងមែនទែនហើយពូធីក៏បានប្រាប់ម្ដាយខ្ញុំថាគុំតែម្ដាយខ្ញុំឡើងមកទេគុំអីគាត់នឹងប្រកាសលក់ផ្ទះនេះហើយម្ដាយខ្ញុំប្រាប់ថាមិនអីទេយើងនៅចាំដំណឹងពីអ៊ំស្រីគ្រូតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនៅក្នុងអាទិត្យនេះដឹងហើយ3ថ្ងៃក្រោយមកអ៊ំស្រីគ្រូនោះក៏ឡើងមកដល់បាត់ដំបងមែនគាត់ប្រាប់ថាដល់ថ្ងៃដែលខ្ញុំអាចបួសបានហើយការបួសរបស់ខ្ញុំគឺបួសសងបុណ្យឲ្យគេវិញដើម្បីសុំខមាទោសគេហើយការដែលខ្ញុំត្រូវមកបួសដល់បាត់ដំបងព្រោះប្រលឹងម្ចាស់បំណុលនោះគេបានប្រាប់ទៅអ៊ំស្រីនោះថាគេជាអ្នកបាត់ដំបងបើវាចង់រស់វាត្រូវទៅខមាទោសអញនៅកន្លែងដែលវាធ្វើបាបគ្រួសារអញទើបអញព្រមទុកវាអញខំដើររកវាយូរហើយអញមិនឲ្យវារួចខ្លួនទេទទួលការបួសរបស់ខ្ញុំគឺបួសសងបុណ្យឲ្យគេដើម្បីសុំខមាទោសគេហើយការដែលខ្ញុំត្រូវមកបួសដល់បាត់ដំបងព្រោះព្រលឹងម្ចាស់បំណុលនោះគេបានប្រាប់ទៅអ៊ំស្រីនោះថាគេជាអ្នកបាត់ដំបងបើវាចង់រស់វាត្រូវតែខមាទោសអញនៅកន្លែងដែលវាធ្វើបាបគ្រួសារអញទើបអញព្រមទុកវាអញខំដើររកវាយូរហើយតែអញរកវាអត់ឃើញលើកនេះវាអត់រួចខ្លួនទេនិយាយចឹងហ្មងណាក្រោយមកខ្ញុំក៏បានបួសរយៈពេល3ខែនៅវត្តបាត់ដំបងរីឯពូធីវិញក្រោយដឹងរឿងរ៉ាវទាំងអស់នេះហើយគាត់ក៏រើចេញតែម្ដងអត់នៅលើដីនឹងទៀតទេគាត់ក៏បានទៅរស់នៅក្បែរដីម្ដាយគាត់វិញព្រោះអីឪពុកក្មេកបានស្លាប់ទៅហើយព្រោះខ្លាចពេលដែលប្រពន្ធគាត់សម្រាកូននឹងមានបញ្ហាដឹងប៉ុណ្្នឹងហើយមិនអាចរស់នៅលើដីអញ្ចឹងបានទៀតទេហើយចាប់តាំងពីខ្ញុំបួសមកហើយនឹងខ្ញុំនឹងគ្រួសារពូធីក៏មិនបានជួបហេតុការណ៍អ្វីរន្ធត់បន្តទៀតឡើយចំណែកឯផ្ទះចាស់នោះគឺអ៊ំស្រីគ្រូនោះបានធ្វើពិធីនានាដើម្បីកុំឲ្យជាប់បណ្ដាសាបន្តទៀតហើយយ៉ាងណាក្តីពូធីក៏បានលើកផ្លាកលក់ដីនោះបាត់ដែរយ៉ាងណាមិញទោះបីជារឿងប៉ិតឬក៏រឿងប្រឌិតក៏ដោយសង្ឃឹមថាបងប្អូនគ្រាន់តែស្ដាប់រឿងរ៉ាវទាំងអស់នេះទុកជាការកំសាន្តទៅបានហើយ
តើប្រែតទាំង12នៅក្នុងជំនឿពុទ្ធសាសនានោះមានអ្វីខ្លះប្រជាពលរដ្ឋរបស់យើងជាង 80% កាន់ព្រះពុទ្ធសាសនារដូវបុណ្យភ្ជុំជិតមកដល់ហើយប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងភាគច្រើននៅមិនទាន់ស្គាល់ច្បាស់ថាតើមូលហេតុដើមហេតុអ្វីបានជាគេប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌហើយតើពិធីនេះមានអ្វីទាក់ទងជាមួយនឹងប្រែតកើតមកពីណាប្រែតមានប្រមាណប្រភេទថ្ងៃនេះយើងទៅដឹងឲ្យច្បាស់ទាំងអស់គ្នាភ្ជុំបិណ្ឌគឺជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថាជាបុណ្យដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរព្រោះពិធីនេះមានរយៈពេលរហូតដល់ទៅ15ថ្ងៃគិតចាប់តាំងពីថ្ងៃ1រោចដល់ថ្ងៃ15រោចខែភទ្របទពីថ្ងៃ1រោចដល់ថ្ងៃ14រោចគេហៅថាថ្ងៃដាក់បិណ្ឌឬក៏ថ្ងៃកាន់បិណ្ឌសម្រាប់ថ្ងៃ15រោចវិញគេហៅថាថ្ងៃភ្ជុំបិណ្ឌឬក៏ភ្ជុំធំដែលមានន័យថាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌបិណ្ឌមានន័យថាដុំបាយឬក៏ពំនូតបាយតូចដែលគេដាំពីអង្ករដំណើបឬក៏អង្ករខ្សាយមានលីសណ្ដែកក្រហមសណ្ដែកសឬក៏សណ្ដែកខ្មៅទៅតាមតំបន់ឬក៏អ្នកនិយមហើយគេពូតជាដុំតូចសម្រាប់បោះនៅតាមគៀនព្រះវិហារនៅពេលយប់ដែលគេជឿថាប្រែតឬក៏អសុរកាយនឹងមកទទួលនៅទីនោះប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំមិនដែលខានឡើយតាំងពីបុរាណកាលមកប៉ុន្តែពិធីបុណ្យនេះក៏ដូចជាពិធីបុណ្យដទៃទៀតដែរមិនត្រូវបានរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើនោះឡើយចាប់តាំងពីឆ្នាំ1975រហូតដល់ឆ្នាំ1979ប៉ុន្តែក្រោយពីរបបខ្មែរក្រហមដួលរលំទៅវិញទើបរដ្ឋាភិបាលថ្មីអនុញ្ញាតឲ្យប្រារព្ធធ្វើតាមទំនៀមទម្លាប់ប្រពៃណីឡើងមកវិញការប្រារព្ធពិធីបុណ្យនេះធ្វើដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅដល់ពពួកប្រែតអសុរកាយក្បួនច្បាប់នៃពិធីបុណ្យបញ្ជាក់ថាប្រែតចែកចេញជា12ពួកប៉ុន្តែមានតែ4ពួកតែប៉ុណ្ណោះដែលអាចមកទទួលផលបុណ្យពីបាយបិណ្ឌបានប្រជាពលរដ្ឋកម្ពុជាមានជំនឿថាអ្នកមានគុណបុព្វការីជនឬក៏សាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅពេលដែលចែកឋានទៅមិនដឹងជាចាប់ជាតិខ្លាចទៅជាអ្វីឬក៏មានបាបក៏អាចកើតទៅជាប្រែតនោះដែរនឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេនៅពេលដែលត្រូវបានគេដោះលែងឲ្យមានសេរីភាពក្នុងរយៈពេល15ថ្ងៃប្រសិនបើអំឡុងពេល7ថ្ងៃប្រែតដើររកគម្រប់7វត្តហើយនៅតែមិនឃើញសាច់ញាតិឬក៏កូនចៅណាបានធ្វើបាយសម្លទៅប្រគេនឲ្យព្រះសង្ឃនៅវត្តដើម្បីឧទ្ទិសកុសលដល់ពួកគេនោះទេប្រែតទាំងអស់នោះនឹងដាក់បណ្ដាសានៅទំនាយផ្សេងគេជឿទៀតថាពពួកប្រែតទាំងអស់នោះសុទ្ធតែខ្លាចពន្លឺថ្ងៃនិងប្រែតក្រីក្រខ្លះគ្មានសម្លៀកបំពាក់និងមិនហ៊ានចេញមកទទួលមគ្គផលពីកូនចៅនោះឡើយដូច្នេះហើយដូនតាតម្រូវឲ្យកូនចៅទាំងអស់ត្រូវទៅបោះបាយបិណ្ឌនៅរៀងរាល់យប់ចាប់ពីម៉ោង2រំលងអធ្រាត្ររហូតដល់ម៉ោង5ទៀបភ្លឺក្រៅពីនេះប្រជាពលរដ្ឋកម្ពុជាដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ត្រូវតែធ្វើម្ហូបចំណីអាហារយកទៅប្រគេនព្រះសង្ឃដែលគង់ចាំត្រីមាសនៅក្នុងវត្តដើម្បីជូនមគ្គផលដល់អ្នកស្លាប់ផងដែរពាក្យក្រើនរំលឹកនៅក្នុងពិធីបុណ្យនេះដើម្បីបានពរជ័យពីអ្នកស្លាប់ទៅដូចជាឪពុកម្ដាយអ្នកមានគុណទាំងឡាយដទៃទៀតកូនចៅទាំងអស់នៃបុព្វការីជនយ៉ាងហោចណាស់រយៈពេល1ឆ្នាំនៃពិធីបុណ្យនេះត្រូវទៅវត្តឲ្យបាន1ដងឬក៏ទៅបោះបាយបិណ្ឌឲ្យបាន1វត្តជាកំហិតទោះបីជាប្រជាពលរដ្ឋខ្មែរត្រូវបានគេរកឃើញថាមានជាង 80% កាន់ព្រះពុទ្ធសាសនាក្តីតែនៅក្នុងចំណោមប្រជាពលរដ្ឋទាំងនេះមានមួយចំនួនតូចនៅមិនទាន់យល់ឲ្យស៊ីជម្រៅនៃពិធីបុណ្យប្រពៃណីសាសនាដ៏ធំមួយនេះនៅឡើយទេកាលពីបរមបុរាណកាលឬក៏ពុទ្ធកាលមកគេនិយមប្រារព្ធពិធីបុណ្យនេះរយៈពេល3ខែគឺចាប់តាំងពីថ្ងៃដែលចូលព្រះវស្សាមកម្លេះតែក្រោយមកចាស់ទុំបុរាណខ្មែរជាពិសេសព្រះបាទអង្គឌួងដោយឆ្វេងយល់ថាការរកចង្ហាន់របស់ប្រជារាស្ត្រមកប្រគេនព្រះសង្ឃមានការលំបាកនិងមិនសូវបានល្អព្រះអង្គក៏កាត់បន្ថយមកត្រឹម15ថ្ងៃវិញបើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើងបានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្លេះទាស់ត្រង់ថាកាលពីសម័យមុនគេមិនហៅភ្ជុំទេដោយនៅក្នុងពិធីនេះគេមានបែងចែកជា2ថ្នាក់ដំបូងគឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ1រោចរហូតដល់14រោចជាវិរៈកផតៈឬកផតៈធ្វើតាមថ្ងៃជាបន្តបន្ទាប់
ចំណែកមួយថ្នាក់ទៀតគឺគេធ្វើឡើងនៅថ្ងៃ15រោចដែលគេហៅថាបុណ្យភ្ជុំពិធីបុណ្យទាំងពីរថ្នាក់នេះបច្ចុប្បន្នត្រូវយើងបូកបញ្ចូលគ្នាហៅកាត់ថាបុណ្យភ្ជុំបិណ្ឌនេះឯងកាលពីសម័យបុរាណកាលគេធ្វើពិធីបុណ្យនេះដើម្បីរៀបចំធ្វើសង្ឃផាត់ទំនប់បំរុងព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងវត្តរយៈពេល3ខែចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សាដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំរលឹមពព្រិចធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃនៅក្នុងពេលធ្វើគោចរបិណ្ឌបាតដូច្នេះហើយទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សាម្យ៉ាងវិញទៀតនៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិនិងញាតិទាំង7សន្តានព្រមទាំងដំណរញាតិច្រើនមហាកបៈនោះផងដែរតាមអនុភាពនៃសង្កតាតេខេណាទានដែលរស់រងទុក្ខវេទនាកើតជាប្រែតមានកម្មពៀជាប់ទោសធ្ងន់រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះបានរួចផុតពីក្តីលំបាកសោកសៅម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេមានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតគ្នាមកគេជឿថាសាច់ញាតិដែលបានចែកឋានទៅហើយមានមាតាបិតាជីដូនជីតាបងប្អូនកូនចៅញាតិកាទាំង7សន្តាននោះដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រែតកើតជាអបាយភូមិវេទនាណាស់ឋាននោះគឺស្ថិតនៅឆ្ងាយពីឋានមនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យនោះទេគ្មានសម្លៀកបំពាក់គ្មានអាហារបរិភោគនោះឡើយលុះដល់រដូវបុណ្យភ្ជុំគេបានដោះលែងឲ្យមកទទួលផលឡានិសង្ឃដែលសិក្សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យប្រជាជនខ្មែរជឿថាប្រលឹងអ្នកទាំងអស់នោះនឹងមកដល់វត្តអារាមហើយទទួលការផ្ដល់ពីសាច់ញាតិឬក៏កូនចៅរបស់ពួកគេតាមរយៈអធិដ្ឋានដោយព្រះសង្ឃម្យ៉ាងវិញទៀតគេខ្លាចជីដូនជីតាដាក់ប្រតិចបណ្ដាសាឲ្យហិនហោចប្រសិនបើដើរស្វែងរកគ្រប់7វត្តហើយនៅតែមិនឃើញសាច់ញាតិធ្វើបុណ្យឧទ្ទិសឲ្យមួយវិញទៀតគេសង្ឃឹមថាកុសលផលបុណ្យដែលគេបានធ្វើនៅជាតិនេះនឹងធ្វើឲ្យគេទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនរហូតដល់ជាតិក្រោយចំពោះការបោះបាយបិណ្ឌវិញគេតែងតែធ្វើឡើងនៅព្រឹកព្រលឹមម៉ោង4ព្រឹកសម្រាប់ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្តអារាមនានានៅក្នុងភូមិឬក៏នៅក្បែរផ្ទះរបស់ខ្លួនជាមួយនឹងនំចំណីធ្វើរួចជាស្រេចដាក់នៅក្នុងចានឬក៏ស្បោងដើម្បីទៅវត្តការបោះបាយបិណ្ឌជាជំនឿអរូបីមួយផងដែរដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើជារៀងរាល់ព្រឹកដើម្បីបញ្ជូនឬក៏ឧទ្ទិសកុសលឲ្យទៅញាតិសន្តានសាច់សាលោហិតដែលបានចែកឋានទៅបរលោកការបោះបាយបិណ្ឌឬក៏ការបោះដុំ